នាងជានារីម្នាក់ដែលមានសម្រស់ស្រស់ស្អាតប៉ុន្តែអភ័ព្វរឿងស្នេហ៍រៀបការ3លើកប៉ុន្តែត្រូវបរាជ័យទាំង3ដងព្រោះតែចរិតរឿងរូបវាសនាឬភាពមិនចេះទន់ភ្លន់របស់នាងទោះយ៉ាងណានាងមានទេពកោសល្យដ៏កម្រគឺអាចទស្សទាយដឹងពីអនាគតតាមរយៈសុបិនហើយនាងប្រើទេពកោសល្យមួយនេះដើម្បីជួយគ្រួសាររបស់នាងចេញពីភាពលំបាកគ្រប់យ៉ាងបានផ្លាស់ប្ដូរនៅពេលដែលនាងជួបបរិសុទ្ធសង្ហាម្នាក់ជោគវាសនាអាក្រក់របស់នាងប្រែជាល្អប្រសើរ不要告诉我，我保证你能活得很久。这样的男人是没有姑娘能看上的。ដំណើរផ្សងព្រេងដ៏អស្ចារ្យក៏បានចាប់ផ្ដើមនិងធ្វើឲ្យទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅវាសនាបាននាំពួកគេឲ្យជួបគ្នាតើនិស្ស័យស្នេហ៍ទី4របស់នាងអាចទទួលបានជោគជ័យដែរទេទទួលសិទ្ធិផ្ដាច់មុខដោយក្រុមហ៊ុន PPCTV រឿងសុបិនចម្លែកបែកគ្រូមានផ្សាយជូនទស្សនាចាប់ពីថ្ងៃប្រហោះទី24ខែមេសាឆ្នាំ2025ជារៀងរាល់ថ្ងៃវេលាម៉ោង 11:30 នាទីព្រឹកនិងម៉ោង 7:30 នាទីយប់ដែលលើកកញ្ចក់ទូរទស្សន៍ខ្សែការ PPCTV ទៅមួយគត់គឺប៉ុស្តិ៍លេខ10